នេះបានគេហៅថាទុកធំក្តាំធំមែនត្រមមិនបាននឹងឃើញបងស្រីខ្លួនម្ដាមដាត្រូវបានគេនិយាយថាជាអ្នកមានប្រហោងក្នុងស្រាប់តែពេលនេះម្ដាមឆដាជាប្អូនស្រីចេញមុខមកទម្លាយរឿងរ៉ាវបងស្រីខ្លួនខ្ទេចខ្ទីគ្មានសល់នឹងមិននេះផ្ទុះការចាប់អារម្មណ៍និងភ្ជាប់ផ្អើលខ្លាំងនៅក្នុងបណ្ដាញសង្គមក្រោយពីបានឃើញម្ដាមឆដាដែលជាប្អូនស្រីបង្កើតរបស់ម្ដាមដាបានចេញមុខទម្លាយរឿងរ៉ាវផ្ទៃក្នុងគ្មានសល់ដែលបងស្រីខ្លួនបានជួបប្រទះរហូតមានមតិលើកឡើងថាម្ដាមដាគឺជាអ្នកមានប្រហោងក្នុងតែពេលនេះគ្រប់យ៉ាងដឹងការពិតហើយដែលនៅមនីម្ដាមឆដាបានចេញមុខបោះសារយ៉ាងពេលអនឡាញពាក់ព័ន្ធបងស្រីខ្លួនថាខ្ញុំដឹងថាការផននេះប្រកាសជាមានអ្នកពេញចិត្តនិងមិនពេញចិត្តម្ដាមដាគាត់មានចំណុចល្អនិងអាក្រក់របស់គាត់ទទួលស្គាល់រឿងខ្លះឆ្លាតជ្រុលរឿងខ្លះល្ងងជ្រុលបាត់បង់គ្រប់យ៉ាងតែខ្ញុំសូមលើកពីចំណុចខ្លះៗនៃរឿងរ៉ាវពិតខ្លះៗនៃជីវិតដែលគាត់បានជួបដោយការនិយាយបំពេញខ្លះរបស់បងប្អូនមួយចំនួនពិតជាលើខ្លាំងរហូតបច្ចុប្បន្នគាត់មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរលេបថ្នាំរាល់ថ្ងៃបញ្ហាផ្ទៃក្នុងក្រុមហ៊ុនមានអ្នកកឹបកេងចំណូលប្រហែល$50,000ប្តឹងផ្ដាល់អស់ពេលជាយូរសាងសង់អគារផលិត cosmetic នៅប្រទេសថៃត្រូវបានផ្អាកអំឡុងពេល COVID មេការសំណង់យុទ្ធថ្លៃសាងសង់រត់ទៅបាត់បណ្ដាក់ទុនធ្វើ clinic កែសម្ផស្សផ្ទះបរិយាជីពម៉ង3ល្វែងបូកចូលគ្នាដេកករួចជាស្រេចរួមនឹងអសរស្ថានមួយកន្លែងផ្អាកមិនអាចដំណើរការតម្លៃខ្ពស់ផលិតលេបខ្លួនដាខូឡាស៊ីដើរទីផ្សារខខាត់អស់$80,000ខំស្តារទីផ្សារឡើងវិញជួប BA ចំណាយ$2,000ទៅ$30,000ក្នុងមួយខែលទ្ធផលខាត់ដើម event ធំតារាបរទេសដូចចេះលុយចោលបែកបាក់គ្រួសារបាត់បង់អារម្មណ៍ក្នុងការគ្រប់គ្រងលុយសល់ប្រហែលតែ20%គឺចាយទាំងអស់ដែលគ្មានចំណូលទៅធ្វើឲ្យគាត់ដាស់ដល់ចំណុចដូចសពថ្ងៃនេះជាយូរហើយដែលខ្ញុំសូមមិនចេញអ្វីទាំងអស់ព្រោះផ្នែកមនុស្សគេស្អប់និយាយបែបណាក៏ស្អប់តែខ្ញុំសូមចិត្តបងប្អូនចោលព្រោះខ្ញុំមិនចង់បាត់បង់វត្តមានបងស្រីម្នាក់នេះទេរាល់ថ្ងៃសល់តែខ្ញុំម្នាក់ដែលអាចជួយរាប់រយបន្ទុកខ្លះចំនួនគាត់បានព្រោះមនុស្សល្អដែលនៅជាមួយអំឡុងពេលគាត់មានបានគេរត់ចោលគាត់អស់ហើយហាមយកផលបន្តដែលខុសពីអត្តបទដើម